ថ្ងៃនេះ PF បិទនៅ 13700 ព្រៀលមើលតែតម្លៃថ្ងៃនេះប្រហែលជាមនុស្សជាច្រើនគិតថាវាហ៊ុននេះកំពុងចាប់ផ្ដើមធ្លាក់ប៉ុន្តែនៅក្នុងការវិភាគបច្ចេកទេសអ្នកជំនាញមិនធ្លាប់សម្រេចចិត្តដោយមើលតែកណ្ដុរមួយឬមួយថ្ងៃនោះទេដូច្នេះមុននឹងធ្វើការសន្តានយើងត្រូវមើលរូបភាពធំជាមុនសិនយើងចាប់ដើមពី Temperance Monthly ជាមួយរូបភាពធំបំផុតបន្ទាប់ពីធ្លាក់អស់រយៈពេលជាច្រើនឆ្នាំ PF បានបង្កើនមូលដ្ឋានរឹងមាំហើយចាប់ដើមងើបឡើងវិញទោះបីថ្ងៃនេះមានការធ្លាក់ចុះក៏ដោយតម្លៃនៅតែស្ថិតលើ Moving Average មានន័យថាទិសដៅរយៈពេលវែងមិនទាន់ប្រហែលជាចុះនៅឡើយទេមកមើល Weekly Chart ម្ដងយើងឃើញថា PF បានឡើងជាបន្តបន្ទាប់អស់ជាច្រើនសប្តាហ៍បន្ទាប់ពីឡើងលឿនការលក់យកចំណេញចាប់ដើមកើតឡើងកណ្ដុរសប្តាហ៍នេះបង្ហាញថាមានសម្ពាធលក់ចូលមកប៉ុន្តែតម្លៃនៅមិនទាន់បំបែកចុះក្រោម support សំខាន់នៅឡើយទេនៅ Daily Chart សញ្ញាដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ OSI បានធ្លាក់ចុះមកប្រហែល38នេះមានន័យថា momentum ឡើងបានថយចុះខ្លាំងប៉ុន្តែ OSI មិនទាន់ប្រាប់ថា trend ធំបានបញ្ចប់នោះទេវាគ្រាន់តែជាសញ្ញាបង្ហាញថាទីផ្សារកំពុងសម្រាកបន្ទាប់ពីឡើងខ្លាំងបើយើងចុះមកមើល Temperance Forever វិញយើងឃើញថាតម្លៃបានធ្លាក់ក្រោម Moving Average រយៈពេលខ្លីនេះបង្ហាញថាក្នុងរយៈពេលខ្លីអ្នកលក់កំពុងមានឥទ្ធិពលជាងអ្នកទិញប៉ុន្តែវាមិនទាន់មានន័យថា uptrend បានបញ្ចប់ទេយើងត្រូវរងចាំមើលថាតម្លៃអាចរក្សា support បានឬទេដូច្នេះខ្ញុំមើលឃើញ Scenario 2 Scenario ទី1បុប្ផាអាចរក្សា support បានហើយមាន volume ទិញចូលវិញនោះ uptrend អាចនឹងបន្តចំណែកទី2 Scenario ទី2បើតម្លៃបន្តបំបែកចុះក្រោម support ដោយមាន volume លក់ខ្លាំងនោះយើងត្រូវប្រុងប្រយ័ត្នព្រោះ correction នឹងនាំឲ្យមានការធ្លាក់ចុះជាបន្តទៀតការវិនិយោគមិនមែនជាការទាយទិសដៅទីផ្សារនោះទេការវិនិយោគគឺជាការគ្រប់គ្រងហានិភ័យនិងរងចាំឱកាសដែលមាន probability ខ្ពស់ថ្ងៃនេះ PF ធ្លាក់ 73% មិនមែនមានន័យថាយើងត្រូវតែស្លន់ស្លោឡើយផ្ទុយទៅវិញវាជាពេលដែលអ្នកវិនិយោគត្រូវស្ងប់ស្ងាត់មើលទិន្នន័យនិងរងចាំការបញ្ជាក់ពីទីផ្សារប្រសិនបើអ្នកចូលចិត្តការវិភាគបែបនេះសូមចុច Subscribe និងបន្តដំណើរជាមួយ The Idea Finance KH ដើម្បីរៀនវិភាគទីផ្សារហិរញ្ញវត្ថុដែលផ្អែកលើទិន្នន័យមិនមែនអារម្មណ៍